ដើមមួយកាផ្ដើមចិត្តជាអ្នកដឹកនាំសួស្ដីញាតិមិត្តសប្បុរសទាំងឡាយលោកគ្រូគូសុភាពតែងតែមានសង្ឃដីកាថាចិត្តជាធំចិត្តជាប្រធានអ្វីសម្រេចមកពីចិត្តដើមបើចិត្តយើងល្អអ្វីជុំវិញខ្លួននឹងល្អតាមនឹងដែរក្នុងខណៈនេះសូមឲ្យយើងគ្រប់គ្នាផ្អាកពីការគិតរឿងខាងក្រៅឈប់ខ្វល់ខ្វាយពីរឿងដែលកន្លងផុតទៅហើយក៏ឈប់បារម្ភពីរឿងដែលមិនទាន់មកដល់ចូលនាំចិត្តដែលហោះហើរទៅឆ្ងាយនោះត្រឡប់មកដាក់ក្នុងកាយវិញដើមដកដង្ហើមចូលឲ្យដឹងថាខ្លួនកំពុងដកដង្ហើមចូលដកដង្ហើមចេញឲ្យដឹងថាខ្លួនកំពុងដកដង្ហើមចេញសន្តិភាពកើតឡើងនៅពេលដែលចិត្តនិងកាយនៅជាមួយគ្នាពីក្តីសុខមិនមែននៅឆ្ងាយលោកគ្រូតែងរំលឹកថាមនុស្សយើងភាគច្រើនរត់តាមរកក្តីសុខនៅកន្លែងដែលឆ្ងាយដូចជាទ្រព្យសម្បត្តិបុណ្យស័ក្តិឬការសរសើរពីអ្នកដទៃដើមប៉ុន្តែការពិតក្តីសុខពិតប្រាកដគឺស្ថិតនៅត្រង់ការចេះស្កប់ស្កល់នឹងអ្វីដែលមានកុំប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃព្រោះជីវិតម្នាក់មានមេរៀនខុសគ្នារីករាយនឹងអ្វីដែលបានបើបានតិចសប្បាយតាមតិចបើបានច្រើនសប្បាយតាមច្រើនកាលណាទ្រូងយើងទៅទេពីភាពលោភលន់នោះក្តីសុខនឹងរត់ចូលមកពេញក្នុងបេះដូងភ្លាមដើម្បីនឹងកមុនអាគមនៃការអត់ឱនសំឡេងតន្ត្រីរឹតតែស្រទន់ជាងមុនការចងគំនុំគឺដូចជាការកាន់ដុំធ្យូងដែលកំពុងឆេះនៅក្នុងដៃដើម្បីចាំគប់ទៅអ្នកដទៃអ្នកដែលរលាកមុនគេគឺខ្លួនយើងនឹងឯងលោកគ្រូគូសុភាពតែងបង្រៀនឲ្យយើងចេះអភ័យទានដើមការអត់ឱនមិនមែនមានន័យថាគេត្រូវជានិច្ចនោះទេប៉ុន្តែវាមានន័យថាយើងស្រឡាញ់សន្តិភាពក្នុងចិត្តខ្លួនឯងខ្លាំងជាងការចង់ឈ្នះចង់ចាញ់ចូលលែងកំហឹងចោលការអាក់អន់ចិត្តពេលយើងអត់ឱនចិត្តយើងនឹងស្រាលដូចជាគេលើកភ្នំចេញពីទ្រូងអញ្ចឹងដើម4កញ្ញាការចិញ្ចឹមចិត្តដោយធម៌ជីវិតមនុស្សយើងខ្លីណាស់មិនគួរចំណាយពេលទៅលើការខឹងសម្បារឬការស្អប់គ្នានោះទេលោកគ្រូតែងដាស់តឿនថាមេត្តាធម៌រំលត់កំហឹងចូលមានមេត្តាចំពោះខ្លួនឯងកុំតឹងតែងពេកកុំបង្ខំខ្លួនឯងពេកចូលមានមេត្តាចំពោះអ្នកដទៃព្រោះគ្រប់គ្នាដែលយើងជួបសុទ្ធតែមានការឈឺចាប់រៀងខ្លួនដើមនៅពេលអ្នកផ្ដល់ស្នាមញញឹមអ្នកនឹងបានស្នាមញញឹមត្រឡប់មកវិញនៅពេលអ្នកផ្ដល់ក្តីស្រឡាញ់សកលលោកនឹងផ្ដល់ភាពកក់ក្ដៅមកឲ្យអ្នកវិញដើម5បញ្ចប់ពាក្យពេចន៍ដាស់តឿនមុននឹងបញ្ចប់ការស្ដាប់នេះសូមចងចាំពាក្យស្លោកខ្លីៗរបស់លោកគ្រូរស់នៅឲ្យមានតម្លៃស្លាប់ទៅឲ្យមានគេនឹកញញឹមឲ្យបានច្រើនខឹងឲ្យបានតិចចិត្តនឹងសុខសូមឲ្យគ្រប់គ្នាបើកភ្នែកឡើងវិញដោយចិត្តថ្មីចិត្តដែលពោរពេញដោយធម៌ពលវិជ្ជមាននិងសេចក្តីល្អសូមអនុមោទនា